រៀននៅសាលាបានសញ្ញាបត្រតែចេញទៅធ្វើការបានសញ្ញាឃើញសញ្ញាបត្រយើងរៀនទ្រឹស្ដីនៅនឹងសាលាទ្រឹស្ដីនេះជាអ្វីទ្រឹស្ដីនេះគឺជាបង្គំនៃបទពិសោធន៍របស់អ្នកផ្សេងដែលយកមកបង្គំសំយោគដកស្រង់ចេញទៅជាទ្រឹស្ដីមួយយកមកបង្រៀនយើងចឹងសួរថាតើបទពិសោធន៍របស់អ្នកផ្សេងនេះវាត្រូវសម្រាប់យើងទេវាអត់ 100% ទេប៉ុន្តែវាមូលដ្ឋានដែរព្រោះកត្តាសង្គមកត្តាខ្លះវាដូចគ្នាបើរឿងវិទ្យាសាស្ត្រអានឹងគឺប្រកាសជាមិនខុសទេពិតណាសម័យឥឡូវសំបីតែវិទ្យាសាស្ត្រហ្នឹងក៏ជំងឺឧទាហរណ៍ជំងឺមួយក៏វាបំផ្លែងដែរដូចកូវីដចឹងកាលមុនគេរឿងតែជំងឺផ្ដាសាយដល់ឥឡូវវាបំផ្លែងគេត្រូវសិក្សាតែយ៉ាងហោចណាស់ពេលគេធ្វើថ្នាំគេផ្អែកទៅលើអាមូលដ្ឋានពីមុនមកខ្លះដើម្បីយើងធ្វើថ្នាំភ្លាមតែថាព្រោះថ្នាំមួយត្រូវការប្រហែលជា 5-6 ឆ្នាំដើម្បីដកពិសោធន៍ទៅថាវា